មកដល់សហរដ្ឋអាមេរិកត្រូវតែរៀបការបានមុន90ថ្ងៃចំពោះអ្នកដែលជាប់សភាវីសាកូនដឹងឬ fiancé visa K1 K2 អញ្ចឹងបងអូនគឺយើងត្រូវតែមានគម្រោងរៀបការបានមុន90ថ្ងៃអានេះបបិសោតរបស់ខ្ញុំទេតែសារតែខ្ញុំនេះជាមនុស្សដែលចូលចិត្ត sweet romantic អីចឹងរងចាំឲ្យប្តីហ្នឹងសុំរៀបការមានអីប្តីខ្ញុំនេះរវល់ធ្វើការណាបងអូនរវល់ធ្វើការមែនតើហើយពេលហ្នឹងគាត់រវល់ធ្វើឯកសារហងហើយពេលហ្នឹងយើងទៅជួបជុំក្រុមគ្រួសារសាច់ថ្លៃផងទៅចូលរួមកម្មវិធីគូកណ្ដាលក្មួយអីច្រើនបងអូនហើយនៅជួបជុំសាច់ញាតិខាងខ្ញុំទៀតចឹងណាគាត់មកលេងអីចឹងណាបងអូនណាបាននិយាយទៅ3ខែយើងគិតថាយូរណាតែមានណាព្រឹកបងអូនពេលវេលាលឿនរបស់គេខ្ញុំរងចាំប្តីខ្ញុំសប្បាយសុំខ្ញុំរៀបការចាំមែនបងអូនអើយចាំនៅចាំបាននិយាយចាំដូចសាលាចាំប្តីចឹងនិយាយទៅល្អសោយដែរខ្ញុំដឹងតាំងពីមុនដំបូងថាប្តីខ្ញុំអត់សូវចេះ sweet អីចឹងបើយើងចង់បានអីទៅប្រាប់គាត់ប្រាប់ថងអីចឹងចូលប្តីខ្ញុំចូលចិត្តនិយាយថងបាននិយាយក្បិចក្បៀនអីគាត់អត់យល់ទេបងអូនថាចង់បានអីប្រាប់គាត់អីចឹងមានណារងចាំឲ្យគាត់សុំយើងរៀបការបែប romantic ហ្នឹងយូរបងអូនអើយដឹងគាត់សប្បាយខ្ញុំរៀបការដល់របៀបមិនអត់យំទៅគាត់ថា sweet បន្តិចចុះបងអូនគាត់កំងជៀនគាត់សួរខ្ញុំស្រឡាញ់ជៀនណាអញ្ចឹងហើយគាត់ឲ្យខ្ញុំអ្នករឿងជៀនតែខ្ញុំចូលចិត្តអីចឹងហើយខ្ញុំគឺជាមនុស្សដែលចូលចិត្តពណ៌ខៀវអញ្ចឹងខ្ញុំហឺនជៀនខ្ញុំត្រូវតែស្រឡាញ់ណាពណ៌ខៀវឯងបងអូនដូចពណ៌បៃតងស្រស់ពណ៌បៃតងដិតអីចឹងអញ្ចឹងការហឺនជៀនរបស់ខ្ញុំហ្នឹងគឺតំណាងឲ្យអត្តចរិតខ្ញុំដែរអញ្ចឹងបងអូនមានអីប្តីខ្ញុំនេះបានដូចចិត្តទៀតកំងជៀនមកគេមិនទៅហាងទៅផ្ទាល់ណាគេកំងតាមអនឡាញពេលគេកំងហើយគេច្រើនឲ្យតែប្រអប់គេដឹកមកដល់មុខផ្ទះហើយគឺខ្ញុំតែងតែឆែកមើលហើយថាផ្ញើឲ្យណាគេអញ្ចឹងគេមិនសេនៅលើហ្នឹងប្តីខ្ញុំនេះគេសប្បាយគេចង់សប្បាយខ្ញុំហ្នឹងបរាជ័យដោយសារខ្ញុំបានអានប្រអប់ហ្នឹងអញ្ចឹងអានប្រអប់ហ្នឹងមានន័យថាខ្ញុំដឹងហើយថាប្រអប់ហ្នឹងមានជៀនអញ្ចឹងហើយគាត់ថាចាអូអត់បានសប្បាយឥឡូវបើកមើលខ្លួនឯងថាប្រអប់ហ្នឹងអីគេខ្ញុំបើកមើលហើយខ្ញុំឃើញជៀនអូយរំភើបដែរតើបងអូនទោះបីជានឹងមិនមែន$1 លានក៏ដោយតែវាជាសេចក្តីស្រឡាញ់ចំពោះគាត់អញ្ចឹងគាត់មានចំពោះខ្ញុំមានចំពោះគាត់ខ្ញុំបើកជៀននឹងហើយគេយកជៀនពីដៃខ្ញុំគេលុបចកងសុំខ្ញុំរៀបការបងអូនខ្ញុំបានថតវីដេអូឯសារវាឯកជនអញ្ចឹងតែខ្ញុំបានថតតែរូបភាពអូយស្វីតតែពេលហ្នឹងគេតែអាសាមិនគេសុំខ្ញុំរៀបការនៅផ្ទះតែម្ដងគេមានបាច់ការបាច់អីគេគ្រាន់តែលុបចកងអញ្ចឹងហើយខ្ញុំក៏ឆ្លើយលេងសើចទៅគ្រាន់តែខ្ញុំឆ្លើយថាគិតមើលសិនអញ្ចឹងគេខឹងគេងងមិនតិចទៅខ្ញុំថាខ្ញុំនិយាយលេងទេតែអ្នកអូខេតែដឹងថាមុនគាត់សុំខ្ញុំរៀបការហ្នឹងគឺខ្ញុំនៅសល់តែមួយអាទិត្យទៀតទេបងអូនអ្នកថាមួយអាទិត្យទៀតខ្ញុំត្រូវតែទៅស្រុកខ្មែរវិញអញ្ចឹងទោះបីជាខ្ញុំបានមកសហរដ្ឋអាមេរិកក៏ដោយសារគោលការណ៍នឹងលក្ខខណ្ឌរបស់វីសាគុំហ្នឹងគឺត្រូវតែរៀបការឲ្យបានមុន90ថ្ងៃអញ្ចឹងខ្ញុំនៅតែរយៈពេលមួយអាទិត្យទេអញ្ចឹងបន្ទាប់ពីគាត់សុំខ្ញុំរៀបការហើយក៏យើងរੂរះចុះសវត្ថិពីនៅក្នុងសហរដ្ឋអាមេរិកតមកខាងតុលាការក៏ទេខ្ញុំគេទេចង់ផ្ទៀងផ្ទាត់ឈ្មោះយើងឲ្យបានត្រឹមត្រូវទាំងឈ្មោះទាំងតកោតមកគេផ្ញើលិខិតអាពាហ៍ពិពាហ៍ឲ្យយើងហើយពេលយើងរៀបអាពាហ៍ពិពាហ៍ហ្នឹងយើងចង់ទៅខាងតុលាការផ្ទាល់គេហៅហសេរីហគេរៀបការអញ្ចឹងយើងចង់កំងហគេធំចំពោះក្រុមគ្រួសាររៀបការក៏បានដែរតែសារពុកម្ដាយខាងប្តីខ្ញុំគាត់រៀងចាស់ហើយអញ្ចឹងយើងក៏ចង់ឲ្យគាត់លំបាកឯងបងច្រឡំមួយខ្ញុំក៏ចង់មកចង់មកធ្វើសាក់សីឯដែរអញ្ចឹងហើយយើងអាចបានធ្វើពិធីធំដុំអីទេតែសារយើងត្រូវធ្វើឲ្យលឿនតាន់វីសាខ្ញុំអត់តាន់ផកកំណត់អញ្ចឹងលិខិតបញ្ជាក់ឯតាសិវលនៅពេលដែលយើងចុះធម្មតាពីតុលាការហើយយើងត្រូវធ្វើលិខិតបញ្ជាក់ឯតាសិវលហ្នឹងមកតង់ទៀតអញ្ចឹងបងអូនដូចភូមិឃុំអីចឹងយើងធ្វើលិខិតបញ្ជាក់ឯតាសិវលហ្នឹងហើយបានយើងអាចធ្វើការដាក់ពាក្យយកច្បាប់រស់នៅស្របច្បាប់ក្នុងសហរដ្ឋអាមេរិកគេហៅថា green card អញ្ចឹងចំពោះវីសាគូនដឹង K1 វីសាឬក៏ K2 ហ្នឹងនៅពេលដែលយើងបាន green card គឺយើងបាន green card តែ2ឆ្នាំឯងបងអូនបន្ទាប់ពី2ឆ្នាំមុន90ថ្ងៃវីសា green card យើងផុតកំណត់យើងអាចធ្វើការដាក់ពាក្យយកបន្តសិទ្ធិគេហៅ remove condition ដើម្បីយកសិទ្ធិរស់នៅស្របច្បាប់ green card 10ឆ្នាំទៀតចឹងណាបងអូនបើសិនបើយើងគិតថាឯកសារយើងមានគ្រប់គ្រាន់ហើយយើងអាចដាក់យឺត1ខែ2ខែលក្ខណៈថាគេប្រាប់យើងឲ្យដាក់មុន90ថ្ងៃបានអញ្ចឹងយើងអាចដាក់1ខែ2ខែបានតែឧទាហរណ៍ថាឯកសារយើងពីច្រើនរៀបចំយឺតគឺក៏លំបាកអីអញ្ចឹងយើងរៀបចំឲ្យបានមុនទៅក៏ល្អម្យ៉ាងដែរបងអូនហើយចំពោះសំណួរដែលសួរតាក់ទងនឹងការ remove condition អីគឺខ្ញុំផុសក្នុង page អស់ហើយបងអូនអាចចូលមើល